ប្រិមិត្តជាទីមេត្រីខណៈពេលនេះកម្ពុជានិងថៃបានទទួលយកបទឈប់បាញ់ហើយនាយឧត្តមសេនីយ៍ទីសីហាបទឈប់បាញ់បន្ទាន់កម្ពុជាថៃនៅថ្ងៃនេះគឺយើងត្រូវតែអត់ធ្មត់រយៈពេល42ម៉ោងហើយភាគីថៃនឹងដោះលែងយោធិនទាំង18នាក់ដែលថៃចាប់ខ្លួននាពេលកន្លងមកនៅវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025នេះបទឈប់បាញ់កម្ពុជាថៃបានចូលជាធរមានសូមជម្រាបដល់ទូរទស្សនិកជនទាំងអស់ឲ្យបានជ្រាបថាតាមសេចក្តីថ្លែងការណ៍រួមគឺកម្ពុជានិងថៃបានឯកភាពគ្នាលើបទឈប់បាញ់ដោយអនុវត្តចាប់ពីម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្នបើយើងអត់ធ្មត់រយៈពេល72ម៉ោងនោះភាគីថៃនឹងដោះលែងយោធិនទាំង18នាក់ដែលបានចាប់ខ្លួននេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃប៉ុន្តែយើងក៏មិនទាន់ដឹងថាខាងភាគីថៃគោរពតាមកិច្ចសន្យារបស់ខ្លួនដែរឬទេដោយសារនាពេលកន្លងមកថៃតែងតែល្មើសក៏ដូចជាបំពាននៅបទឈប់បាញ់នេះជាច្រើនលើកច្រើនសារហើយនៅតែបន្តបាញ់ផ្លោងឈ្លានពានចូលទឹកដីកម្ពុជាដដែល